របៀបនៃការយើងដូរជាទម្រង់អក្សរខ្មែរនិងអក្សរអង់គ្លេសសម្រាប់បងប្អូនដែលទើបតែរៀនកុំព្យូទ័រថ្មីអញ្ចឹងភាគច្រើនគឺយើងតែងតែចូលបែបនេះមែនទេនេះគឺយើងចូលនៅខាងក្រោមនេះយើងតែងតែចុចទៅលើវាទៅហើយយើងជ្រើសរើសភាសាខ្មែរឬក៏ភាសាអង់គ្លេសអញ្ចឹងគឺយើងដូរបែបហ្នឹងមែនទេអញ្ចឹងដើម្បីងាយស្រួលដើម្បីសម្រួលជួយទៅដល់ការងាររបស់យើងដើម្បីឲ្យងាយស្រួលលឿនអញ្ចឹងបងប្អូនអាចប្រើតាក់ទងជាមួយនឹង key របស់វាអញ្ចឹងបងប្អូនអាចទី1បងប្អូនចុច C នៅខាងឆ្វេងនេះបន្ទាប់មកបងប្អូនចុចឲ្យជាប់មកបងប្អូនបូកជាមួយនឹង L អញ្ចឹងនៅពេលដែលបងប្អូនចុចបែបនេះគឺយើងនឹងដូរឲ្យនេះអក្សរខ្មែរអក្សរអង់គ្លេសចុចបងប្អូនចុចម្ដងទៀតចេញមកអង់គ្លេសចុច C L ម្ដងទៀតចេញមកខ្មែរអញ្ចឹងនេះជាវិធីសាស្ត្រងាយសម្រាប់បងប្អូនដែលទើបតែរៀនកុំព្យូទ័រថ្មីយើងអាចអនុវត្តបានលឿនឆាប់រហ័សមិនខាតពេល